បាទថ្ងៃនេះមកមើលអាយ៉ាបើកូនណាដល់កឲ្យកូនច្រើនកូន8គ្រាប់ដល់កអាយ៉ាអើយអាយ៉ាកូនច្រើនណាស់ហើយកូនបើមួយថ្ងៃនេះមិនតិចទេទឹកដោះអញ្ចឹងអាយ៉ាណាតប្រឹងស៊ីបន្តិចអាយ៉ាប្រឹងស៊ីបើចំណីទឹកដោះអាយ៉ាណាឃើញទេបាទដោយសារកូនប្រឹងបើកូន8គ្រាប់នោះមិនតិចណាកូន8គ្រាប់អាយ៉ាគីឡូលេង1គីឡូឥឡូវទៅសល់តែ70ទេសក់គីឡូហើយកូនបើនឹងឡើងបងប្អូនយើងចាំតែកូន1កូន2ចង់រស់អាយ៉ាចាំកូន8អាយ៉ាឲ្យប្រឹងប្រែងឡើងកូនឲ្យ8គ្រាប់ចឹងគ្នាខំប្រឹងណាស៊ីខំប្រឹងស៊ីដើម្បីឲ្យកម្លាំងមានទឹកដោះទឹកអីហ្នឹងឲ្យកូនបើហើយចាំកូនច្រើន8គ្រាប់បងប្អូនណាមិនធម្មតាទេបាទ8គ្រាប់អាយ៉ានេះ slow ណាឲ្យយើងដេកថតមើលកូនមើលអីរបស់វានេះបាទអញ្ចឹងពូជដែលយើងប្រកាសយើងជ្រើសរើសយកមកពូជល្អអញ្ចឹងបងប្អូនណាពីកឋានចាំកណ្ដុរនៅព្រៃហូរហើយបងប្អូនគាត់ចង់ចិញ្ចឹមកណ្ដុរឬមួយបងប្អូនចង់បានកណ្ដុរសាច់កណ្ដុរអីនោះបងប្អូនអាចមកមើលបានបាទពីការចិញ្ចឹមពីការថែទាំពីការរើសពូជចិញ្ចឹមដើម្បីយកទៅចិញ្ចឹមបន្តបងប្អូនអាចសិក្សាបាទនៅកន្លែងកឋានវិហោររបស់យើងនឹងអាចមើលបានការចិញ្ចឹមរបៀបម៉េចឲ្យចំណីស៊ីរបៀបម៉េចបាទការថែទាំនឹងរបៀបម៉េចហើយការថែទាំអត់មានពិបាកទេបងប្អូនអើយស្រួលបំផុតគឺការចិញ្ចឹមសត្វកណ្ដុរនឹងឲ្យស្រួលណាស់បាទស្រួលជាងគេហើយមានតែសត្វកណ្ដុរទេតែស្រួលចិញ្ចឹមបងប្អូនយើងអត់មានពិបាកទៅដាក់ចាក់វ៉ាក់សាំងកូនដូចកូនជ្រូកចាក់វ៉ាក់សាំងអីទេអានេះអត់មានចាក់វ៉ាក់សាំងណាកូនហើយយើងថែទាំតាមេនេះឲ្យវាស៊ីចំណីដិតដចំណីវីតាមីនដិតដដើម្បីឲ្យវាមានទឹកដោះដើម្បីចិញ្ចឹមកូនណាអញ្ចឹងយើងអត់មានពិបាកចាប់កូនមកចាក់វ៉ាក់សាំងអីទេហើយរាប់ថ្ងៃរាប់តែខែទៅដល់អាយុ1ខែ10ថ្ងៃយើងបំបែកចេញទៅ1ខែ10ថ្ងៃហ្នឹងបំបែកហើយបន្ទាប់ពីបំបែកហើយទៅ1ខែកន្លះអីទៀតហ្នឹងយើងអាចយកកូននោះធ្វើពូជឬមួយលក់ចែកចាយបន្តទៀតណាបងប្អូនបាទពីសួរអញ្ចឹងហើយខាងនេះកូនទៀតហើយបងប្អូនអើយកូនទៀតណាកូនជូនទៅជូនមកកូនកូន10ឥឡូវនៅសល់ទៅ9ទេណាវាជូនចុះជូនឡើងជូនចុះជូនឡើងហ្នឹងមានកូនខ្លះជូនទៅដាច់ទឹកដោះឲ្យបានបើងាយណាមេរំដួលកូនម្សិលមិញ10គ្រាប់ឥឡូវនៅសល់តែ9ទេវាជូនមួយថ្ងៃយប់ហ្នឹងជូនចុះជូនឡើងធ្វើឲ្យកូនហ្នឹងវាអត់បានបើហ៎អញ្ចឹងវាខូចមួយទៅបាទអូនរំដួលកូនលើកមុនបាន6គ្រាប់លើកនេះបាន9គ្រាប់បាទចឹងយើងគ្មានទៅថែទាំកូនអីទេយើងថែទាំតាមេនេះដាក់ចំណីឲ្យវាស៊ីមានទឹកដោះទឹកអីដើម្បីវាបើកូនចឹងណាមិនទៅចាក់វ៉ាក់សាំងអីទេហើយកន្លយើងនេះមិនទូចទេបងប្អូនណាកូន13ខែ1.1គីឡូដោយសារកណ្ដោពូជមេបាវាចូល1គីឡូហើយចឹងមានកណ្ដោយើងប្រប៉ិនមេជឿមេដៃទេធំណាស់បាទកូនវា13ខែ1.1គីឡូបាទកណ្ដោពូជបាទសម័យសបវាក៏ខុសពីកណ្ដោយើងដែរសបវាប្រកាត់ពី3ឈាមឃើញមានពណ៌ខ្មៅពណ៌ក្រហមពណ៌ប្រែងអញ្ចឹងកណ្ដោយើងនេះកណ្ដោបែបកសិកម្មអញ្ចឹងវាខុសពីកណ្ដោតាមភូមិតាមស្រុកតាមវាតាមបឹងរបស់យើងបាទអញ្ចឹងបានថាបងប្អូនគាត់អត់ដែលឃើញគេចិញ្ចឹមកណ្ដោក៏ថាំងកណ្ដោចំរបៀបម៉េចបាទចាំកណ្ដោគឺយើងធ្វើធំធ្វើអីត្រឹមត្រូវអញ្ចឹងហើយយើងរើសពូជឬអីយកមកចំមិនមែនចេះដើររើសមកចំទេណាបាទកូនវាកូនបោះដួកូនបោះចំបៃកូនដួកូនចំបៃកូនចំប៉ាហ្នឹង3សបុកណាបានប៉ុណ្ណាឃើញឥឡូវធំហើយនេះរយៈពេល2ខែ8ថ្ងៃខ្ញុំកត់រហូតបាទខ្ញុំកត់រហូតដើម្បីយើងតាមដានមើលតើការវិវត្តរបស់សត្វកណ្ដុរនោះប្រហែលខែបានមួយកូនតាំងពីកើតមកអញ្ចឹងណាបាទខ្ញុំគិតថាប្រហែលជា3ខែវាអាចដល់ឈ្មោះបកកំណើតពូជទៀតហើយបាទដោយសារកណ្ដុរវាធំលឿនបងប្អូនណាតាំងពីកើតមកដល់ឥឡូវហ្នឹង2ខែ8ថ្ងៃបងប្អូនណា2ខែ8ថ្ងៃ1ចូល6ខំ5ខំអាឈ្មោះនេះ6ទៅអាធំជាងគេហ្នឹង6 5ខំអីចឹងតែអាហ្នឹង2ខែ8ថ្ងៃណាតម្រុំ3ខែវាចូល1ចូល7 8 9ខំណាបាទធាត់មូតល់ហ្មងបាទធាត់មូតល់ដោយសារយើងឲ្យវាស៊ីចំណីគ្រប់គ្រាន់ណាបងប្អូនបាទចំណីគ្រប់គ្រាន់នេះឈ្មោះនេះពូជជ្រលក់កតុយឈ្មោះពូជជ្រលក់កតុយជ្រលក់ជើងអានេះមានពូជរបស់វាត្រឹមត្រូវបាទណាជើងជ្រលក់សកតុយនេះកតុយសជ្រលក់ជើង4កតុយសបាទពូជធំមេវាបាវាហ្នឹងវាកាត់ទៅបាវា1គីឡូ2ខាំបាទពូជហ្នឹងណាតែនេះកូនទៅបាន2ខែ8ថ្ងៃនេះបាទ2ខែ8ថ្ងៃ2ខែ8ថ្ងៃនេះវាចិត្តបន្តពូជបានហើយនេះ3ខែខ្ញុំដាក់បន្តពូជហើយបាទខ្ញុំអត់តបន្តពូជដោយសារវាធំបន្តិចនេះយើងទុកធ្វើពូជបន្តទេបងប្អូនណាដោយសារយើងធំបកើតដែរអញ្ចឹងយើងទុកធ្វើពូជបន្តអត់ទាន់ចែកលេខទៅជាកណ្ដោសាច់ទេយើងទុកកណ្ដោពូជណាបានជុំគ្នាណាវាចេះមកដេកជុំគ្នាអញ្ចឹងកន្លែងនេះវាស៊ីណាកន្លែងដាក់វាស៊ីបើណាវាមិនដេកកន្លែងស៊ីទៅដេកកន្លែងនោះឃើញនេះកន្លែងស៊ីចំណៃដាក់អស់លីងបងប្អូនអូស៊ីដល់កោ
tập PC hơi một đây mà bật lại những này chọn vì chinh châu này đấy đây lại nâng và chẳng một ôn này trong ban pui đo do từng trăm thưa pui rồi mùi một ôn và trong chạy càng trăm một ôn ai mà mở ban mà lại cả than trăm phải hô này thì tăng là bạ về nơi chọc cô xuyên phải hô trong một tí mốt tam một sừng đấy và này mở ăn mở trong cha nó ôn á bà xong một con xong chỉ được lia bà chụp nghĩa về đầu trái đầu tiết